Susday Facilitator នៅក្នុងវីដេអូនេះខ្ញុំសូមធ្វើការកែទៅលើ vocabulary fluency របស់ Unity 7 អញ្ចឹងចូលមកដល់ដំបូងគេបំផុតគឺយើងមាន section A នៅក្នុង section A នេះកូនសិស្សត្រូវធ្វើការ share story ដែលគាត់បានអាននៅផ្ទះហ្នឹងជាមួយនឹងមិត្តភ័ក្តិរបស់គាត់រយៈពេលនៃការ share គឺមានចំនួន6នាទីហើយបន្ទាប់ពីគាត់ធ្វើការ share ហើយសូមចូលមកកាន់ section B គឺកូនសិស្សត្រូវបាន get feedback ទៅលើ homework របស់គាត់ពី facilitator អញ្ចឹងសូម facilitator ទៅមើលវីដេអូមួយទៀតដែលខ្ញុំបានធ្វើតាក់ទងជាមួយនឹងកំណែរបស់ vocabulary homework បន្ទាប់ពីបកគលការកំណែហ្នឹងទៅឲ្យកូនសិស្សអស់ចំនួនរយៈពេល15នាទីអញ្ចឹងសូម facilitator ចូលមកមើលsection C ម្ដងអញ្ចឹងនៅក្នុង section C អ្វីដែលកូនសិស្សត្រូវធ្វើគឺ work with a partner tell each other about your family member jobs and what you want to be in the future provide reasons for your choice អញ្ចឹងគេថាកន្លែងហ្នឹងគឺឲ្យកូនសិស្សធ្វើការជាដៃគូបានន័យថាឲ្យគាត់ចាប់ដៃគូជាមួយនឹងមិត្តភ័ក្តិរបស់គាត់បន្ទាប់មកឲ្យគាត់ប្រាប់គ្នាទៅវិញទៅមកនៅការងារឬក៏មុខរបររបស់សមាជិកនៅក្នុងគ្រួសាររបស់គាត់ជាមួយនឹងការងារដែលគាត់ចង់ធ្វើនៅថ្ងៃអនាគតហើយសូមឲ្យគាត់ប្រាប់ពីមូលហេតុផងហេតុអីបានគាត់ចង់ធ្វើការងារហ្នឹងអញ្ចឹងនេះគឺមានជាឧទាហរណ៍ My father is a doctor my mother is a housewife my sister is an accountant I want to be in I want to be a teacher in the future because I like to provide education to other people អញ្ចឹង example ហ្នឹងគេថាប៉ារបស់ខ្ញុំគឺជាគ្រូពេទ្យម៉ាក់របស់ខ្ញុំគឺជានារីមេផ្ទះហើយបងស្រីរបស់ខ្ញុំគឺជាគណនេយ្យករហើយខ្ញុំចង់ធ្វើជាគ្រូបង្រៀននៅថ្ងៃអនាគតពីព្រោះថាខ្ញុំចូលចិត្តផ្ដល់ការអប់រំទៅដល់អ្នកដទៃអូខេអញ្ចឹងនេះគឺជាឧទាហរណ៍បន្ទាប់មករយៈពេលនៃការធ្វើ section C នេះមានរយៈពេល5នាទីបន្ទាប់ពីកូនសិស្សឲ្យរយៈពេល5នាទីឲ្យកូនសិស្សធ្វើហើយ facilitator អាចសួរទៅកាន់កូនសិស្សម្នាក់ឬក៏2នាក់នៅក្នុងថ្នាក់ចឹងទៅដើម្បីឲ្យគាត់និយាយចេញមកឲ្យឮទាំងអស់គ្នានៅក្នុងថ្នាក់បន្ទាប់មកយើងចូលមកដល់ section D ម្ដង section D អ្វីដែលកូនសិស្សត្រូវធ្វើគឺ work with a partner one is A and another one is B A give description of 5 jobs in the box and B have to guess what those jobs are then B explain and A guesses អញ្ចឹងកន្លែងហ្នឹងគេថាឲ្យកូនសិស្សហ្នឹងចាប់ដៃគូគ្នាទៀតហើយបានន័យថាកន្លែងហ្នឹងគឺគាត់ធ្វើការជាដៃគូអញ្ចឹងម្នាក់គឺ A ម្នាក់ទៀតគឺ B អញ្ចឹងបានន័យថាការងាររបស់គាត់គឺទី1គឺ A គឺត្រូវយកមុខរបរ5ក្នុងចំណោមមុខរបរទាំងអស់នេះនៅក្នុងប្រអប់ហ្នឹងគាត់យក5មកហើយគាត់ធ្វើការបញ្យល់ទៅកាន់ B ប៉ុន្តែអត់ឲ្យគាត់និយាយពាក្យហ្នឹងចេញតែម្ដងទេគឺគាត់ធ្វើការបញ្យល់ប្រឆិតប្រឈៀងកុំឲ្យចំហើយ B ត្រូវតែធ្វើការទស្សន៍ទាយថាអូខេមុខរបរទាំង5ហ្នឹងគឺជាមុខរបរអីគេខ្លះហើយបន្ទាប់មកគឺផ្លាស់ប្ដូរគ្នាមកគឺ B ជាអ្នករើស5មុខរបរយកមកបញ្យល់ហើយ A គឺជាអ្នកទាយវិញម្ដងអញ្ចឹងនេះគឺជាឧទាហរណ៍អញ្ចឹងមុនដំបូងគេបំផុតគឺ A គេនិយាយThis job is to cure people from sickness. The person with this job has to work in the hospital. យើងនិយាយថាការងារហ្នឹងគឺជាការងារសម្រាប់ព្យាបាលមនុស្សពីជំងឺហើយអ្នកដែលធ្វើការហ្នឹងគឺត្រូវធ្វើការនៅមន្ទីរពេទ្យអញ្ចឹង B គេ guess doctor ពីព្រោះហេតុអីពីព្រោះថា doctor គឺជាអ្នកព្យាបាលមនុស្សត្រូវឯងហើយ doctor គឺធ្វើការនៅក្នុងមន្ទីរពេទ្យអញ្ចឹងនេះគឺជារបៀបនៃការធ្វើរយៈពេលនៃការធ្វើគឺមានចំនួន7នាទីបន្ទាប់ពីធ្វើ section D ហើយសូមចូលមកកាន់ section E ម្ដង section E នេះគឺគេហៅ future job survey អ្វីដែលកូនសិស្សត្រូវធ្វើគឺ go around the class and ask 5 different people about the question below what do you want to be in the future and why អញ្ចឹងមកន័យថាកន្លែងហ្នឹងគឺ facilitator ត្រូវឲ្យគាត់ដើរជុំវិញថ្នាក់តែម្ដងណាដើរជុំវិញមិត្តភ័ក្តិគាត់ហ្នឹងឲ្យគាត់ងើបឈរដើរឡើងសួរគ្នាតែម្ដងហើយឲ្យគាត់សួរទៅកាន់មនុស្ស5នាក់ខុសៗគ្នាពីសំណួរខាងក្រោមនេះសំណួរហ្នឹងគេសួរថាតើអ្នកឯងចង់ធ្វើអីគេនៅថ្ងៃអនាគតហើយហេតុអ្វីអញ្ចឹងណាបន្ទាប់មកឧទាហរណ៍ខ្ញុំឧទាហរណ៍ឲ្យមើលតែម្ដងឧទាហរណ៍ A ហ្នឹងគេសួរថា what do you want to be in the future ហើយ why អញ្ចឹងហើយ B គេឆ្លើយថា I want to be a singer in the future because I have a great voice and I like to sing អញ្ចឹងយើងឧទាហរណ៍ថា B ហ្នឹងឈ្មោះរបស់គាត់គឺ Lina អញ្ចឹងណា B ឈ្មោះរបស់គាត់ថា Lina អញ្ចឹងអ្វីដែលយើងត្រូវទៅសេកន្លែងនេះគឺយើងត្រូវទៅសេឈ្មោះសិនមកអូខេ Lina បន្ទាប់មក Lina ចង់ធ្វើអីគេ future job គឺ singerអូខេបន្ទាប់មកគឺហេតុអីបានគាត់ចង់ធ្វើ singer ពីព្រោះគាត់មានសម្លេងល្អហើយគាត់ចូលចិត្តច្រៀងអញ្ចឹងយើងគ្រាន់តែ list មកថា has a great voice and like to sing អញ្ចឹងមកណា
អូខេអញ្ចឹងនេះគឺជារបៀបនៃការធ្វើអញ្ចឹងសូមឲ្យគាត់ធ្វើទៅកាន់មនុស្សចំនួន5នាក់ខុសៗគ្នាដោយគាត់បំពេញឈ្មោះជាមួយនឹងការងារដែលពួកអ្នកទាំង5នឹងចង់ធ្វើហើយហេតុផលដែលគាត់ចង់ធ្វើការងារនឹងផងដែររយៈពេលនៃការធ្វើ survey នឹងគឺរយៈពេល15នាទីបន្ទាប់ពីការធ្វើ survey នឹងហើយយើងមានកូនលំហាត់មួយទៀតឲ្យគាត់ធ្វើគឺតាក់ទងជាមួយនឹង vocabulary ដែលយើងបានរៀនដែរបានន័យថាតាក់ទងជាមួយនឹងមុខរបរអញ្ចឹងការងារហ្នឹងគឺខ្ញុំសូមអានឲ្យស្ដាប់ Work with a partner one is A and another one is B A point to the picture and ask what the person in the picture does and why and B has to answer by using the word in the box then B point and ask and A answer using the word in the box អញ្ចឹងសូម facilitator មើលថាកន្លែងនេះគឺយើងមានរូបជាច្រើនហើយបន្ទាប់មកគឺយើងមានប្រអប់មួយនៅខាងក្រោមនេះដែលសិតតែជាពាក្យតាក់ទងជាមួយមុខរបរអញ្ចឹងកូនសិស្សនឹងត្រូវធ្វើការជាដៃគូដំបូងបំផុតគឺឲ្យគាត់ធ្វើការជាដៃគូបន្ទាប់មកគឺមានម្នាក់ធ្វើ A ម្នាក់ធ្វើ B អញ្ចឹងដំបូងគេបំផុតគឺ A ហ្នឹងគឺគាត់ត្រូវច្អល់ទៅកាន់រូបភាពអូខេរូបភាពទី1អញ្ចឹងគាត់ច្អល់ហើយគាត់ត្រូវសួរទៅកាន់ B អូខេ what does she do កន្លែងហ្នឹងសួរអញ្ចឹងណាបានន័យថាតើម្នាក់ស្រីនៅក្នុងរូបភាពទី1នេះគាត់ធ្វើអីគេហើយបន្ទាប់មក B ត្រូវឆ្លើយថាគាត់នឹងធ្វើអីគេដោយប្រើពាក្យនៅក្នុងប្រអប់ខាងក្រោមនេះពីព្រោះយើងមានមុខរបរតាក់ទងមួយនឹងហើយបន្ទាប់មកសូមឲ្យគាត់ provide reason ទៀតថាហេតុអីបានគាត់គិតថាម្នាក់នឹងធ្វើការងារហ្នឹងអញ្ចឹងសូមមើលឧទាហរណ៍គេថាអូខេអ្នក A នេះគេ point ទៅរូបទី2ម្ដងគេ point ទៅរូបទី2គេថាអូខេឥឡូវ point ណា what does he do why បន្ទាប់មក B ហ្នឹងគេឆ្លើយ he is a pilot because he is wearing a pilot uniform and there is a plane behind him អញ្ចឹងគេថាគាត់ហ្នឹងគឺធ្វើការងាររបស់គាត់ហ្នឹងជាអ្នកបើកបរយន្តហោះពីព្រោះថាគាត់ពាក់ឯកសណ្ឋានអ្នកបើកបរយន្តហោះដែលមានមួកមានអីចឹងទៅហើយយើងឃើញថាមានរូបភាពយន្តហោះហ្នឹងនៅពីក្រោយគាត់ទៀតអញ្ចឹងពាក្យ pilot នេះយកមកពីណាពាក្យ pilot នេះគឺយកមកពីក្រោមនេះឃើញទេអញ្ចឹងបានន័យថា A គឺជាអ្នក point ហ្នឹងទៅសួរឲ្យ B គាត់ឆ្លើយហើយបន្ទាប់មកឲ្យ B ជាអ្នក point វិញ B ជាអ្នក point ទៅរូបភាពហើយ A ត្រូវឆ្លើយអូខេអញ្ចឹងនេះជាការងាររបស់កូនសិស្សឲ្យគាត់ take turn ធ្វើរហូតតទៅចប់រូបភាពនឹងតែម្ដងហើយរយៈពេលនៃការធ្វើរបស់គាត់គឺមាន8នាទីអញ្ចឹងខ្ញុំសូមធ្វើការកែចម្លើយទៅឲ្យ facilitator សិននេះគឺជាចម្លើយដែលខ្ញុំបានធ្វើឥឡូវសូមចូលទៅកាន់រូបភាពទី3រូបភាពទី3យើងឃើញថាយើងមានបរិសម្នាក់គាត់ឈរនៅពីមុខរបស់អ្វីមួយយ៉ាងហើយការងាររបស់គាត់គឺជាអីចម្លើយគឺ baker អញ្ចឹងចម្លើយគឺ he is a baker because there is a baking machine behind him យើងឃើញថាមានម៉ាស៊ីនដុតនំប៉័ងនៅពីក្រោយគាត់ដល់ពេលទី4 he is a bus driver because he is driving a bus យើងឃើញហើយគាត់គឺជាអ្នកបើកបរឡានក្រុងដោយសារតែយើងឃើញគាត់កំពុងតែបើកបរឡានក្រុងទី5 he is a barber because he is holding a scissor which is used to cut hair អញ្ចឹងទី5ហ្នឹងគឺគាត់ជាអ្នកកាត់សក់ដោយសារតែគាត់ឃើញមានកត្រៃគឺប្រើសម្រាប់កាត់សក់ទី6 he is a postman because he is delivering a letter អញ្ចឹងគាត់គឺជាអ្នកចែកចាយសម្បត្តិដោយសារតែគាត់កំពុងតែចែកចាយសម្បត្តិនេះយើងឃើញមានសម្បត្តិនៅក្នុងដៃគាត់ទេអូខេអញ្ចឹងចូលមកដល់មួយទៀតទី7គឺយើងសង្កេតមើលឃើញថា she is a flight attendant because she is wearing a flight attendant uniform and there is a plane behind her អញ្ចឹងកន្លែងហ្នឹងគឺគាត់ជានារីបម្រើតាមយន្តហោះដោយសារតែគាត់ពាក់ឯកសណ្ឋានជា flight attendant ហើយយើងឃើញមានអ្វីដែលបញ្ជាក់គឺឃើញមានយន្តហោះនៅពីក្រោយគាត់ដែលបញ្ជាក់ថាគាត់ធ្វើការនៅលើយន្តហោះយើងចូលមកដល់រូបភាពមួយទៀតគឺរូបភាពទី8 he is a police officer because he is wearing a police officer uniform អញ្ចឹងកន្លែងនេះគឺគាត់គឺជាប៉ូលីសដោយសារតែឯកសណ្ឋានដែលគាត់ពាក់ហ្នឹងគឺប៉ូលីសយើងឃើញមានមួកជាមួយនឹងអាវអូខេដល់ពេលរូបភាពមួយទៀតគេថា she is a teacher because she is holding a book and she is explaining the lesson អញ្ចឹងយើងឃើញគាត់គឺជាគ្រូហេតុអីបានគាត់ជាគ្រូដោយសារតែយើងឃើញថាគាត់កំពុងតែកាន់សភៅហើយធ្វើកាយវិការដូចជាបញ្យលមេរៀនអញ្ចឹងអូខេបន្ទាប់មកចូលមកកាន់រូបភាពទី10រូបភាពទី10នេះការងាររបស់គាត់គឺ he is a chef គាត់គឺជាចុងភៅ he is a chef because he is wearing អីគេដែរ because he is wearing a chef uniform ដោយសារតែគាត់នឹងបានគឺពាក់សម្លៀកបំពាក់ជា
ចុងភៅដោយសារតែយើងចុងភៅពាក្យច្រើនយើងប្រើយើងឃើញគាត់ពាក់មួករបៀបជ្រុងអញ្ចឹងណាដល់ពេលចូលមករូបទី11 he is a fisherman because he is on a boat with a fishing net អញ្ចឹងរូបភាពហ្នឹងគឺថាគាត់គឺជាអ្នកនេសាទត្រីដោយសារតែគាត់នៅលើទូកយើងឃើញទូកជាមួយនឹងគាត់មានសំណាញ់កំពុងតែនេសាទត្រីផងដែរចំណែកឯរូបភាពទី12ខ្ញុំសូមចុះមកដល់ខាងក្រោមតែម្ដង he is a builder because they are building tool hanging around his waist អញ្ចឹងយើងមើលថាគាត់គឺ builder ដោយសារតែអីនេះយើងឃើញថានេះមានឧបករណ៍សម្រាប់សាងសង់នៅជុំវិញចង្កេះរបស់គាត់អញ្ចឹងចូលមកដល់រូបភាពទី12ចម្លើយគឺសំដៅរូបភាពទី13 he is a doctor because he is wearing a doctor uniform and there is a stethoscope around his neck stethoscope នេះបានន័យថាសម្រាប់ឧបករណ៍ដែលយើងសម្រាប់ស្ដាប់ចង្វាក់បេះដូងរបស់អ្នកជំងឺភាគច្រើនយើងឃើញលោកគ្រូពេទ្យគាត់ដាក់នៅជុំវិញករបស់គាត់មើលយើងមានប៉ាត់មែនទេមែនដោយសារតែអីនេះគឺជាឯកសណ្ឋានពេទ្យហើយយើងឃើញ stethoscope នៅជុំវិញករបស់គាត់ចុងក្រោយសំដៅទៅរូបភាពមួយទៀតhe is a train driver because there is a train behind him អញ្ចឹងគាត់គឺជាអ្នកបើកបររថភ្លើងដោយសារតែយើងឃើញមានរូបភាពរថភ្លើងនៅពីក្រោយគាត់នេះអូខេអញ្ចឹងចូលមកដល់រូបភាពមួយទៀត she is a waitress because she is serving food and drink គាត់គឺជាអ្នករត់តុភេទស្រីដោយសារតែគាត់កំពុងតែធ្វើសកម្មភាពដូចថាយកអាហារទៅជូនភ្ញៀវជាមួយនឹងយកទឹកអីជូនភ្ញៀវហ្នឹងយើងឃើញមាននេះថាសលើថាសនេះសិតតែម្ហូបអាហារអញ្ចឹងគាត់កំពុងតែយកម្ហូបអាហារហ្នឹងឲ្យភ្ញៀវចុងក្រោយគេបំផុតគឺចម្លើយគឺ he is a dentist because they are tool use it to train tooth problem behind him គាត់ថាគាត់គឺជាពេទ្យថ្មីដោយសារតែយើងឃើញមានថានេះឧបករណ៍សម្រាប់ព្យាបាលថ្មីហ្នឹងនៅពីក្រោយគាត់អូខេអញ្ចឹងនេះគឺជាចម្លើយអញ្ចឹងបន្ទាប់ពី facilitator ឲ្យកូនសិស្សធ្វើការជាដៃគូហើយសូម facilitator ចំណាយរយៈពេលប្រហែលតែ1ឬក៏2នាទីចុងក្រោយហ្នឹងហៅកូនសិស្សសួរម្នាក់ពីរនាក់ឧទាហរណ៍ថា facilitator ច្អល់ទៅរូបភាពមួយណាក៏បានដែរហើយឲ្យគាត់ឆ្លើយសិនមកហើយបន្ទាប់មកទៅ facilitator ធ្វើការកែចម្លើយទាំងអស់ហ្នឹងឲ្យកូនសិស្សអញ្ចឹងពេលហៅកូនសិស្សសួរហ្នឹងអាចហៅតែប្រហែលជា2ទៅ3នាក់បានហើយបន្ទាប់មកសូមឲ្យចម្លើយកូនសិស្សតាមក្រោយអូខេអញ្ចឹងនេះគឺជាចុងបញ្ចប់នៃវីដេអូនេះហើយជួបគ្នានៅវីដេអូក្រោយអរគុណ